សួស្តីអ្នកគ្នាត្រឡប់មកវិញហើយជាមួយវីដេអូរបស់ខ្ញុំមួយនេះបាត់មុខខ្ញុំរហូតត្រូវឯងចេញវីដេអូម្ដងបាត់មួយឆ្នាំថ្ងៃនេះខ្ញុំនឹងមកនាំអ្នកគ្នាមកមើលសកម្មភាពរបស់ខ្ញុំថ្ងៃសៅរ៍អាទិត្យថាខ្ញុំធ្វើអីខ្លះWelcome to my ផ្ទះបាយខ្ញុំរៀបចំខ្លួនហើយយើងរៀបចំចេញទៅសារទិញអីបានតិចតួចជាធម្មតាខ្ញុំ plan ម្ហូបតែខ្ញុំត្រូវទិញមកធ្វើសម្រាប់អាទិត្យក្រោយហ្នឹង in advance ដោយសារតែខ្ញុំធ្វើការ full time អញ្ចឹងទៅខ្ញុំអត់មានពេលវាថាទៅសារពាក់កណ្ដាលអាទិត្យទេslave បានមកពិសាហើយខ្ញុំមកបង្ហាញអ្នកគ្នាថាខ្ញុំទិញបានអីខ្លះតពាំងបាជូផ្លែអីគេស្ពៃទឿចេកខ្ទឹមសផ្លែទ្រាប់ទឹកសក់គេថាចូលចិត្តញ៉ាំទឹកសក់អានស៊ីគីផ្លែបឺអត់តញ៉ាំបាននេះនៅហឹងដែរដោយសារថ្ងៃហ្នឹងគឺអត់មានអារបៀបថា ready to eat មកទេមានតែហឹងចឹង beans ល្ពៅ cream why do you have cream ពូដល់ខ្លួនណាំដល់ថ្មីដោយសារ off chia seed ខ្ញុំមិនដឹងថាគេហៅគេទេប្រហិតសាច់ជ្រូកជាមួយសាច់គោខ្ញុំមិនដែរសាក់ញ៉ាំមិនដឹងទេខ្ញុំទិញមកដោយសារតែវាមើលទៅតំណងហើយស្រួលធ្វើដាក់ទៅចូលក្នុង air fryer ទៅហើយហ្មងសាច់ជ្រូកឆាំផ្លែគេហៅថា dates ខ្ញុំមិនដឹងថាខ្មែរគេហៅគេទេថៃសាច់ជ្រូកឆាំមួយទៀតអានេះសម្រាប់ឆ្កែខ្ញុំសាច់កូនឆាំសាច់មាន់ផ្លូវបើសាច់ជ្រូកដុំចាស់ការទិញម្ហូបថ្ងៃហ្នឹងសរុបមកគឺអស់$126.6 Not bad និយាយទៅខ្ញុំទិញបានយ៉ាងច្រើនតែតម្លៃប៉ុណ្ណឹងគឺខ្ញុំគិតថាមានគួរសមដោយសារតែឥឡូវហ្នឹងជាធម្មតាតម្លៃម្ហូបគឺថ្លៃខ្លាំងមែនតើហៀបពេលបានដាក់ចូលទូទឹកកក Damn look at this steak ឡើងខ្មៅហ្មង What the heck Yeah ខ្ញុំនឹងមកអាប់ដេតដល់អ្នកគ្នាថាឥឡូវហ្នឹងជីវិតខ្ញុំដូចមិនខ្លះប្រហែលខែមុនហ្នឹងឆ្នាំ2024ពាក់កណ្ដាល2024រហូតមកដល់2025ហ្នឹងគឺខ្ញុំបានទៅលេងស្រុកខ្មែរប្រហែលជា6ខែខ្ញុំបានទៅ spend time with my family តមកដើមឆ្នាំ2025ខ្ញុំក៏បានហោះមក Melbourne Australia វិញមកលើកនេះគឺខ្ញុំមកលក្ខណៈថាមកនៅI have decided that ខ្ញុំនឹងមកស្នាក់នៅក្នុងប្រទេស Australia ហ្នឹង on a permanent basis សម្រាប់អ្នកដែលដឹងហ្នឹងគឺខ្ញុំបានហើរមកនៅប្រទេស Australia នៅក្នុងឆ្នាំ2018ជា international student ខ្ញុំរៀនចប់ហើយអីហើយថ្ងៃហ្នឹងគឺខ្ញុំធ្វើការក្នុង corporate ជា consultant It's a bit crazy ជីវិតខ្ញុំបានផ្លាស់ប្ដូរច្រើនខ្លាំងមែនតើ Ew my nails are so gross មកទៀតហ្នឹងនិយាយតាមត្រង់ហ្មងខ្ញុំគិតថាអានេះខ្ញុំអត់ទាន់ដឹងច្បាស់ខ្លួនឯងណាខ្ញុំគិតថាហេតុផលធំមួយដែលខ្ញុំអត់សូវដែរ post video ពេលដែលខ្ញុំហើរមកនៅនេះដំបូងជាសិស្សហ្នឹងគឺ I was sort of busy living life I know it sounds so corny ក៏ប៉ុន្តែខ្ញុំដើរលេងច្រើននិយាយថាខ្ញុំអត់ចង់បង្ហាញ that version of myself ទៅលើ internet ពីព្រោះខ្ញុំដឹងថាអ្នកដែលមើលវីដេអូខ្ញុំហ្នឹងអ្នកខ្លះគឺរៀងក្មេងៗអញ្ចឹងទៅខ្ញុំអត់ចង់ដាក់គំរូដែលវាអត់តំណងទៅលើ social media and I know I might be overthinking it តាមពិតខ្ញុំធ្លាប់ថតវីដេអូច្រើនខ្លាំងមែនតើក៏ប៉ុន្តែខ្ញុំអត់ដែរយកវាមក post ដោយសារតែពេលដែលខ្ញុំថតហើយមួយខ្ញុំ edit វាហើយខ្ញុំមកមើលវាឡើងវិញខ្ញុំគិតថា wow I can't be showing this to people វា messy ពេកហើយខ្ញុំអត់ចង់ឲ្យអ្នកដែលមើលនឹងយកគំរូតាមខ្ញុំក៏ប៉ុន្តែឆ្នាំ2025ហ្នឹង my biggest goal is to ចាប់ផ្ដើម document my life again ខ្ញុំចង់ចាប់ផ្ដើមលើកាមេរ៉ាមកថតជីវិតបច្ចុប្បន្នរាល់ថ្ងៃរបស់ខ្ញុំនឹងមកបង្ហាញអ្នកនរគ្នា content ដែលវា high quality high art វាថា educate អ្នកដែលមើលនឹងខ្លះដែរវាថាកុំឲ្យវីដេអូរបស់ខ្ញុំនឹងវា useless ពេកគិតថាដោយសារតែឥឡូវហ្នឹងខ្ញុំការគិតរបស់ខ្ញុំគឺរៀងផ្លាស់ប្ដូរពីមុនឆ្ងាយខ្ញុំអាចវាថា control thought របស់ខ្ញុំបានច្រើនជាងមុនខ្ញុំអត់សូវ overthink ច្រើនដូចពីមុនទេខ្ញុំមានអារម្មណ៍ថាខ្ញុំមានភាពជឿជាក់លើខ្លួនឯងច្រើនជាងមុនឆ្ងាយខ្លាំងមែនតើហេតុនេះហើយបើខ្ញុំសម្រេចចិត្តថានឹងមកព្យាយាមថតវីដេអូបង្ហាញអ្នកនរគ្នាអំពីជីវិតរបស់ខ្ញុំហ្នឹងថ្ងៃហ្នឹងពេលល្ងាចគឺខ្ញុំមានកម្រងថាទៅdate ជាមួយ my boyfriend ឥឡូវហ្នឹងគឺមក6កន្លះហើយខ្ញុំបានយកកៅអៅដើម្បីចេញទៅក្រៅខ្ញុំឲ្យពេលល្ងាច Black boots No I don't really like my hair right now ដោយសារតែវាឡើងផេងច្រើនពេក Anyway I don't have that much timeធ្លាក់កាមេរ៉ា Don't have much time half up half down situation
từng áo vẫn rỡ như vậy. Anyways, Howie, yes. Okay, I gotta go. Oh, also yung band ko ching. You can see khuyên qua của hong drop in again because I did it really quickly because she gotta go. Outfit check. County ku, I don't know, it's a bit too baggy. Kumanta được sao ta áo yung với hiện sexy. They can gentle ku, I have to balance it out a little bit with something a bit more casual. Ok, đầu tiên nhóm bạn đồ chốt workout set bao nhóm Khan vậy chúng mình camera yếu tố miệng đồng tha trong ball 8 nâng là nó kiểu như mà xa tới tour Pilates để xa tới kia chỉ ca hạp ran mũi đại nhóm cho chính kế. Guys, how cute is my workout set though? Also nào khi khơi sạch đông như vậy. It's like the size of a grape, but nào khi but now khi score nhóm tới bị muốn nó cứ especially upper body bao nhiêu nó cứ sao khăn mình ta nhưng mà miên cầm lắng nơi lửa upper body nó tệ. But ever since I've been going to Pilates nhưng chop down build muscle man thick thick. See this line? I know it's small but tay bị muốn cứ nhóm up miên từng mà cứ smile one, so I'm really proud of myself. Anyways, wait. What even is the time? What's the time? Trong batu sap. Yung bạn pe ang pe khéo để sao là nhóm đa tới gọi hạp rán. I don't want to be looking half naked.